ចិត្តថាមពលនៃលុយនឹងហ្មងត្រូវអត់មនុស្សយើងនៅពេលដែលយើងលុយអត់ចូលយើងដៃគិតថាខ្លួនយើងសំណាងល្អឯងសំណាងរត់រយយើងអត់ទេហើយតែតែមានចំណាយត្រូវរត់ចេញរហូតថ្លៃទឹកថ្លៃភ្លើងចាបងនេះបងនោះនៅសុកឈឺនេះឈឺនោះតាមថ្មីដល់ល្អណាស់ម៉ែអរគុណចាអរគុណបងតាមថ្មីល្អខ្លាំងដល់ថ្មីសងត្រឹមរយៈពេល2អាទិត្យសជាងមុនចាអញ្ចឹងគឺគេថាបដូរពីភាពភ័យខ្លាចមកជាភាពអរគុណលុយដែលវិលទៅមកដើម្បីសាងរឿងល្អៗក្នុងជីវិតនៅពេលដែលយើងបដូរពីការខ្លាចអស់លុយមកជាអរគុណជំនួសចក្រវាលនឹងទទួលដឹងថាអ្នកត្រៀមព្រមនឹងទទួលជានិច្ចហើយចក្រវាលនឹងផ្ដល់ជាឱកាសឬសំណាងល្អដូចជាប្រាក់ចំណូលថ្មីចូលមកជំនួសវិញអានេះសូមអាន script ទៅឲ្យវាបានរលូនទៅហ្មងអញ្ចឹងមានន័យថាម៉េចមានន័យថាបើអ្នកចង់មានសំណាងរឿងលុយអ្នកត្រូវតែដូរពីភាពភ័យខ្លាចដូចខ្ញុំអញ្ចឹងខ្ញុំមានមួយរយៈដូចគ្នាមកវឹកមុនគឺលុយចេញខ្លាំងកាលណាតែលុយចាប់ផ្ដើមចេញខ្លាំងយើងចាប់ផ្ដើមទៅចាប់អារម្មណ៍ហើយយើងចាប់ផ្ដើមដើរ survey បូកដូចខ្ញុំនិយាយអញ្ចឹងបូកលុយនេះលុយនោះដើម្បីត្រៀមអីចឹងទៅហើយអាលុយមិនទាន់ចាយអស់ហើយលុយយើងត្រៀមនឹងទាន់ចាយអស់ហើយគិតរកវិធីមកឲ្យទីដៃអានេះគឺជាការដែលមនុស្សមានសែន DNA តគ្នាអញ្ចឹងគឺការប្រុងប្រយ័ត្នរបស់មនុស្សគឺថាមនុស្សយើងមានការប្រុងប្រយ័ត្នតាំងពីជំនាន់មុនជាដូនជាតាយើងតាំងពីមនុស្សទៅបង្កកើតដំបូងសម័យហ្នឹងសត្វចម្លែកសត្វអីគឺកាចសាហាវអញ្ចឹងពួកមនុស្សមានការប្រុងប្រយ័ត្នខ្លាំងត្រូវជីវិតត្រូវតែមានការប្រុងប្រយ័ត្នគ្រប់ពេលទៅពួកយើងនេះគ្រប់គ្នាសែនជាមនុស្សកើតមកគឺមានការប្រុងប្រយ័ត្នអ្នកខ្លះអ្នកមួយចំនួនដែលមិនសូវមានលុយហ្នឹងមិនសូវគិតបានទេដល់អ្នករៀនមានលុយរៀនមានទំនួលខុសត្រូវច្រើនរៀនមាននេះមាននោះច្រើនគេថាអ្នករៀនមានធនធានណាគិតខ្លាំងជាងអ្នកអត់មានអ្នកមានដឹងគិតអីខ្ញុំយល់ពាក្យនឹងតែគេនិយាយគេថាចេះរត់តែមានរត់តែគិតខ្លាំងដល់តែពេលយើងកាលហ្នឹងយកមានអីទេបងប្អូនអត់សក់មួយថ្ងៃស៊ីមួយថ្ងៃមិនសូវបានជាគិតអីទេអត់សូវគិតអីមែនអត់មានអីឲ្យគិតវាអត់មានទំនួលខុសត្រូវអីទាំងអស់ដល់តែពេលសក់យើងនេះគិតអាលុយត្រៀមមានទាំងអស់មានលុយផ្លូវមកផ្លូវក្រោយហើយវាចេះតែត្រៀមឲ្យលើនឹងទៀតអញ្ចឹងទៅពេលដែលលុយចេញម្ដងយើងមានអារម្មណ៍ថាយើងទៅដៀតខ្លាំងយើងអត់ចង់ឲ្យចេញតែលុយហ្នឹងមិនបានយកទៅស៊ីចាយលេងដល់បែងលេងចាក់ឆ្នោតលេងវាផឹកស៊ីរំរែកទេគេហៅថាផឹកស៊ីចាយអត់ប្រយោជន៍លេងល្បែងលេងអីអត់ទេណូគឺលុយហ្នឹងធ្វើតែការចេញទៅសិប្បកម្មចេញទៅធ្វើនេះចេញទៅធ្វើនោះកំងអវ៉ាន់ចូលដាក់ទៅកំងអវ៉ាន់កក់លុយថ្លៃអវ៉ាន់គ្រប់សពសិតតែប្រយោជន៍ទាំងអស់អាហ្នឹងអត់រួមលុយធ្វើបុណ្យទេធ្វើបុណ្យអត់ដែរមានអារម្មណ៍ចឹងទេបងប្អូនដឹងមិនអត់នៅពេលដែលយើងចាប់ដើមមានអារម្មណ៍ចឹងលុយវាមានអារម្មណ៍វាអៀនវាចូលមកទេសំណាងក៏វាបាត់ដែរហើយលុយកាន់តែចេញខ្លាំងអញ្ចឹងរាល់ពេលការចាយលុយវាចង់មានសំណាងរឿងលុយកុំខ្វល់នឹងការចេញអស់ទាំងហ្នឹងឲ្យយើងផ្ដោតទៅលើការអរគុណដែលមានលុយចំណាយមេរៀននេះក៏បរៀនរៀងច្រើនដងគួរសមតែត្រូវតែរំលឹកមកវិញចឹងបដូរពីភាពភ័យខ្លាចរឿងចេញលុយមកពីការអរគុណដែលមានលុយចំណាយហើយអ្វីដែលសំខាន់គឺអត់ភ្លេចហ្មងបិទទៅទុយគឺចក្រវាលគុំចាត់រៀងទាន់ពេលទាន់វេលាអូពាក្យហ្នឹងខ្លាំងណាស់ពាក្យហ្នឹងលុយខ្លាំងណាស់បងប្អូនពាក្យថាចក្រវាលចាត់ចែងឲ្យចក្រវាលចាត់ចែងទាន់ពេលទាន់វេលាបងប្អូនអើយស្ដាប់មើលដូចធម្មតាតែបើអ្នកដែលធ្លាប់ប្រើជាប្រចាំហើយទទួលបានផលរហូតរលូនរហូតទៅគាត់ថាពីហ្នឹងទៅពេលខ្ញុំនិយាយជាប្រចាំវាមានន័យប៉ុណ្ណាមានអត់ខំខ្ញុំមកបងប្អូនខ្ញុំរួចរាល់ថាជីវិតដើរឆ្លងកាត់វិបត្តិមកជាច្រើនដោយសារពាក្យហ្នឹងច្រើនណាស់នៅពេលដែលយើងដាក់ចិត្តដាក់កាយនឹងនិយាយពាក្យហ្នឹងអូចក្រវាលគុំចាត់ចែងឲ្យកូនរលូនអរគុណលុយដែលមានលុយចំណាយទៅគ្រប់ច្រកអានេះគេហៅថាយើងបង្វែរពីធម្មពលនៃភាពភ័យខ្លាចធម្មពលអវិជ្ជមានមកធម្មពលនៃការអរគុណវិញហើយកុំហាមពង្រីកទៅគិតអីវិញឆ្ងាយជាងហ្នឹងហាមទៅខ្វល់នៅអ្វីដែលវាលើសហ្នឹងដែលវាលើសផលិតភាពយើងដែលវាអូយវាចាក់ស្រេះដូចខ្ញុំអញ្ចឹងយើងមានលុយតកល់ទុកធ្វើសិប្បកម្មទុកធ្វើនេះនោះប៉ុណ្ណេះលុយហ្នឹងវាមានតកល់ទុកហើយព្រោះយើងអត់អាចទៅធ្វើអីអត់មានលុយមួយរៀលអត់បានណាវាមានហើយតែអារម្មណ៍មនុស្សយើងណាចង់ចេញលុយតែដល់ទៅពេលវាចេញអូថ្ងៃខ្លះអ្នកទាលុយវាថាបងខ្ញុំចដានឹងអត់ហ៊ានទាលុយខ្ញុំរៀងមួម៉ៅតែរៀងទាលុយមួម៉ៅដែររៀងមួម៉ៅផ្លែនដែរតែដល់ពេលយើងចាប់ដើមមកទាន់ចិត្តខ្លួនឯងគឺអាហារខាមួម៉ៅលុយហ្នឹងមិនយកទៅចាយណាបងមិនយកទៅចាយ
ផឹកស៊ីលេងល្បែងឯណាលោកហើយយកទៅធ្វើការតាទិញសាច់ផងទិញស៊ីបងផងចាទិញដៃផងមួយថ្ងៃរាប់តោនចាដៃមួយថ្ងៃទាំងតោនព្រោះក្រោះឃ្លាំង4ទឹកប្រហុកទឹកសុទ្ធត្រីខកន្លែងធ្វើកាហ្វេត្រៀមកាហ្វេទៀតហើយនឹងឥឡូវតិចទៀតហ្នឹងត្រៀមធ្វើទឹកស៊ីអ៊ូទឹកត្រីទៀតចាអញ្ចឹងគឺវាឈប់គ្រប់ជ្រុងមកអញ្ចឹងពេលហ្នឹងហើយគឺជាពេលដែលយើងត្រូវប្រើអារម្មណ៍ឲ្យល្អបំផុតតែដល់ពេលយើងប្រឡែងបានក្លឹមដោនប្រឡែងបានព្រាមលុយពីនេះចូលពីនោះចូលមកពីនេះចូលមកវាមិនទាន់បានទៅប្រើដល់អាលុយទុករបស់យើងតែមិនមានអារម្មណ៍មួម៉ៅខ្លាចឲ្យកាន់តែច្រើនដងលើកទី1ខ្លាចហើយមួម៉ៅខ្លាចហើយមួម៉ៅមិនចង់បញ្ចេញខ្លាចហើយមួម៉ៅមិនចង់បញ្ចេញខ្លាចហើយមួម៉ៅមិនចង់បញ្ចេញបងប្អូនចាំមើលគុំតែលុយហ្នឹងដកមកអស់ដែលអត់ដឹងមុខហើយអស់លុយពីគេហៅថាលុយទំនុកបង្រុងមកគេនេះប្រើបានគ្រប់បច្ចដ្ឋានប្រើបានគ្រប់ទាំងអស់ហើយកុំភ្លេចពាក្យមួយទៀតដែរអរគុណដែលមានលុយចំណាយប៉ុន្មានក៏មានដែរចាចក្រវាលចាត់ចែងយ៉ាងរលូនពាក្យនឹងហាមភ្លេចបុកកតុយក្រោយកូនហាមភ្លេចពាក្យនឹងបុកកតុយក្រោយហាមភ្លេចដាច់ខាតហាមភ្លេចដាច់ខាតចាអរគុណលុយចក្រវាលទទួលដឹងហើយដឹងមិនអត់នៅពេលដែលយើងអរគុណអញ្ចឹងចក្រវាលដឹងថាអ្នកក៏ត្រៀមទទួលយកមកវិញជានិច្ចហើយចក្រវាលនឹងផ្ដល់ឱកាសជាកណ្ដូថ្មីចូលម្នាក់ជំនួសមានន័យថាមានឱកាសថ្មីមានលុយថ្មីចូលមកដើម្បីឲ្យយើងអាចដោះស្រាយរឿងហ្នឹងហើយអាចនឹងសល់លុយពីការដែលយើងត្រូវចំណាយនឹងទៀតវាស៊ីសងលើយើងតាស៊ីសងលើអារម្មណ៍យើងតាអញ្ចឹងមិនថាច្បាប់ស្រុកទីឡើងចុះលើអារម្មណ៍ចូលចិត្តស្ដាប់ម៉ៃរួយអរគុណបងឡើងចុះលើអារម្មណ៍ទាំងអស់ទាំងឡើងទាំងចុះលើអារម្មណ៍របស់យើងទាំងអស់រោបានលើអារម្មណ៍យើងចាអ្វីដែលជួយតន់ពេលលើយើងទាំងអស់លើមាត់យើងអញ្ចឹងកុំភ្លេចពាក្យថាចក្រវាលចាត់ចែងដោយរលូនកូនកុំគិតថាវាអត់មានន័យនឹងពាក្យហ្នឹងមហាសាលនឹងប្រាប់នេះម្នាក់នេះឆ្លងកត់រួចដោយសារពាក្យចក្រវាលចាត់ចែងចក្រវាលចាត់តាំងចាត់ចែងដោយរលូនពាក្យហ្នឹងធ្វើមិនអត់ពាក្យហ្នឹងនឹងហើយធ្វើឲ្យអ្នកបលេងបានស្ដាប់ពាក្យនេះហើយគឺជាពាក្យជំនួសឲ្យពាក្យបលេងពាក្យនេះហើយដែលអ្នកដាក់ការងារឲ្យចក្រវាលពាក្យនេះហើយដែលធ្វើឲ្យអ្នកស្រាវខ្លួនបានធ្វើឲ្យអ្នកអាចបលេងបានច្បាប់ស្រូបទាញធ្វើការច្បាប់ស្រូបទាញធ្វើការតោះនេះខទី2ចាយចេញដោយការតាំងចិត្តល្អអញ្ចឹងរាល់ចំណាយចាយចេញទៅគេថាឲ្យយើងចាយចេញដោយការតាំងចិត្តល្អមានន័យថាម៉េចចាយចេញដោយការតាំងចិត្តល្អដូចខ្ញុំចឹងរាល់ថ្ងៃលុយតែចេញទៅខ្លាំងខាងសិប្បកម្មហ្នឹងមកបងប្អូននិយាយមែនអានេះចេញពីបេះដូងរឿងពិតខ្ញុំធ្វើសិប្បកម្មនេះខ្ញុំធ្វើដោយបេះដូងមកពីកុំបីចំណាយទ្រុសលុយបោកទៅប្រហែលជាខ្ទង់40ម៉ឺនអាចលើសតែការចាយចេញរបស់ខ្ញុំគឺខ្ញុំចាយចេញដោយភាពល្អគឺខ្ញុំចាយដើម្បីជួយការងារដល់បងប្អូនប្រជាពលរដ្ឋឲ្យបងប្អូនប្រជាពលរដ្ឋបានឆ្ងាញ់ហើយបងប្អូនកុំបោកចំណេញយើងអាចនឹងបោកតិចតួចដែរមិនមែនថាមុននឹងលក់ចេញយើងបោកចំណេញតិចមែនតើតែខ្ញុំសប្បាយចិត្តហើយខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើដោយគ្មានសម្ពាធលុយមានបញ្ជូនទៅតែតក់ដោយគ្មានសម្ពាធអីទាំងអស់ព្រោះអីការតាំងចិត្តរបស់យើងគឺតាំងចិត្តចំណាយដោយការតាំងចិត្តល្អចិត្តបរិសុទ្ធចិត្តជាបេះដូងអ្នកឲ្យគេថាការតាំងចិត្តចំណាយនឹងសាងសេចក្តីសុខឲ្យអ្នកណាយើងត្រូវរើសមកចាក់តាំងដែរដូចខ្ញុំអញ្ចឹងស្នាមញញឹមបងប្អូនជាពលរដ្ឋមានទាំងបងប្អូនដែលគាត់ធ្វើការអត់ការងារធ្វើម្ដុំហ្នឹងអ្នកលក់ត្រីអ្នកកម្លាំងពលកម្មដល់អ្នកបរិភោគដល់ទៅមុខមាត់ប្រទេសជាតិទៀតសួរបងប្អូនខ្ញុំសុខចិត្តធ្វើស្ងោរទឹកប្រហុកបែបធម្មតាខ្ញុំធ្វើតែតិចតួចមិនបាច់ចាំមានម៉ាស៊ីនមានអីច្រកគឺច្រកតែដៃក៏ខ្ញុំធ្វើបានខ្ញុំច្រើនខ្ញុំចំណាយអស់ទៅ$20000ធ្វើឃ្លាំងអីតិចតួចខ្ញុំចាយអស់ថាច្រើនណាស់$50000ថា$10000ចុះដល់ខ្ញុំធ្វើបានដូចគ្នាតែអវ៉ាន់ចេញមកស្តង់ដាដែលអាចថតបង្ហោះលើកមុខមាត់ប្រទេសជាតិអត់ដែលមាន GMP អាចយកចេញទៅក្រៅបានអត់វាអត់អញ្ចឹងខ្ញុំសុខចិត្តចំណាយបងប្អូនគួរ40ម៉ឺនកាលបានរលុយនឹងមកវិញបាទបើចំណេញកាក់សេនបើដបចំណេញ200-300ខ្មែរ400-500ខ្មែរក្នុងមួយដបនាំចូលចំណេញច្រើនជាងហ្នឹងតែយើងតាំងចិត្តល្អស្នាមញញឹមអ្នកណាខ្លះយើងមើលឃើញគាត់និយាយទៅចង់អួលដាំកោស្នាមញញឹមប្រជានេសាទចិត្តហ្នឹងស្នាមញញឹមបងប្អូនចិត្តហ្នឹងនៅភូមិហ្នឹងសុបាយ
សប្បាយចិត្តពួកគាត់សប្បាយចិត្តយើងដឹងគ្រាន់ឮថាពួកគាត់សប្បាយចិត្តអានេះការងារមិនទាន់ជោគជ័យ 100% ហ្នឹងពួកគាត់សប្បាយចិត្តត្រង់តែការងារយើងទៅដាក់អីផ្សេងច្រើននៅនឹងទៀតមិនដឹងពួកគាត់សប្បាយចិត្តប៉ុណ្ណានេះការតាំងចិត្តល្អរបស់យើងអញ្ចឹងចក្រវាលគេចេះចាត់ចែងគេចេះចាត់រៀនគេចេះធ្វើការហើយយើងដាក់ធ្វើអំពើល្អសាងទៅសាងដោយមានសតិបញ្ញាមិនមែនធ្វើអីលោភលន់មិនមែនធ្វើអីនេះទេតែការសាងហ្នឹងគឺការតាំងចិត្តសាងដោយចិត្តល្អរបស់យើងចុះម៉ែខ្ញុំមិនបានធ្វើជួយដល់ថ្នាក់ហ្នឹងស្អីគេយើងមានតាជួយអីណាមានស្នាមញញឹមការចាយហ្នឹងជូនម្ដាយជូនឪពុកសាលារៀនកូនស្នាមញញឹមកូនមានអនាគតឃើញអត់សាងក្តីសុខឲ្យអ្នកណាសាងក្តីសុខឲ្យកូនសាងក្តីសុខឲ្យអតិថិជនសាងក្តីសុខឲ្យគ្រួសារចាតោះនេះតោះចំណុចត្រង់ហ្នឹងឯងចាំបានថាលុយបងប្អូនមួយថ្ងៃមុនមានអូឃើញលោកពូអុកញ៉ាំម្នាក់គាត់និយាយលុយគេទៅតែកន្លែងណាដែលចេះមើលថែគេឲ្យតម្លៃគេមានលឺអត់គាត់និយាយនៅគេសម្ភារអូយពេញចិត្តខ្ញុំហ្មងខ្ញុំពេញចិត្តខ្លាំងហ្មងពាក្យហ្នឹងអ្នកណាស្រឡាញ់លុយនឹងរត់ទៅទីនោះអ្នកណាដែលយល់ពីតម្លៃលុយឃើញពីតម្លៃលុយនឹងរត់រោគអ្នកនោះពាក្យនេះខ្ញុំធ្លាប់និយាយតែយើងនិយាយនៃផ្សេងលោកពូគាត់និយាយនៃតែមួយតែនិយាយពាក្យរៀងមិនជាដូចគ្នាទាំងស្រុងតែនៃតែមួយតោះនេះអានេះថាការយល់ពីតម្លៃនៃលុយការឲ្យតម្លៃលុយយល់ពីតម្លៃនៃលុយការដែលយើងស្រឡាញ់លុយលុយអីលុយសាំងអីហ្នឹងយើងស្រឡាញ់លុយយើងមើលឃើញពីតម្លៃលុយទៅបីលុយវាហូរចេញទៅដីព្រោះលុយអត់អាចនៅមួយកន្លែងហ្នឹងហើយលុយមានវិញ្ញាណណាលុយមានចិត្តវិញ្ញាណណាលុយជាធម្មពលណាធម្មពលអ្នកណាដែលចង់រក្សាគេដឹងពីតម្លៃគេចេះចាត់ចែងទុកដាក់គេទៅរត់រោគទៅកន្លែងហ្នឹងឃើញអត់អ្នកណាដែលមានអារម្មណ៍ស្តុកស្ដំលុយរត់រោគទេរត់រោគតែអ្នកណាដែលខ្វះខាតលុយរត់ទៅឯងស្ទើរតែវាអត់ចង់ទៅវាសឹងថាអូវាប្រច្រាស់ទៅវាមិនចង់ទៅអូកាត់ដៃបានតែលុយនឹងទៅដល់ដៃអ្នកផ្សេងបាទទៅពេលដល់ដៃអ្នកស្តុកស្ដំអ្នកដែលគេចិត្តទុកដាក់ចាត់ចែងលុយនឹងនៅតិចនៅនឹងបានយូរគេយកទៅបដាក់ទុនអីផ្សេងទៀតលុយទៅតិចនឹងគេណាដល់ទៅពេលអ្នកក្តៅកាហាយអ្នកអូយជាពិសេសអ្នកដែលនិយាយថាលុយធ្វើឲ្យមនុស្សស្អប់គ្នាលុយធ្វើឲ្យមានបញ្ហាលុយធ្វើឲ្យស្អីលុយអត់ទៅអ្នកនិយាយពាក្យហ្នឹងបងប្អូនចំណាំមើលអ្នកដែលមានអគតិជាមួយលុយបងប្អូនចំណាំមើលអ្នកដែលមានអគតិជាមួយលុយអ្នកនោះមិនដែលជាអ្នកមានឥឡូវសួរថាអ្នកដែលមានអគតិជាមួយលុយអ្នកនោះឆ្លៃឆ្លប់ខ្លាយជាអ្នកមានអ្នកនោះជាអ្នកមានស្តុកស្ដំអត់អ្នកនិយាយពាក្យហ្នឹងអត់មានចំណាំមើលអ្នកដែលមានតែងតែមានអារម្មណ៍ល្អជាមួយលុយតែងតែយល់ពីលុយតែងតែគេហៅថាថ្នាក់ថ្នមលុយនិយាយទៅ